ទេវតាចិត្តអាក្រក់ក៏ហក់ចូលទៅក្នុងខ្លួនខ្លាចាំសិលមួយរំពេចស្រាប់តែនៅពេលនោះខ្លាចាំសិលបើកភ្នែកឡើងក្រហមបញ្ចេញសំឡេងរត់ចុះរត់ឡើងតក់ក្រហល់ចង់រកស៊ីសាច់ស្រស់ៗមួយរំពេចអញចិញ្ចឹមសត្វទាំងអស់នេះជាយូរយារណាស់មកហើយនៅក្នុងព្រៃជ្រៅដាច់ស្រយាលពីភូមិអ្នកស្រុកមានពពួកសត្វរស់នៅយ៉ាងសុខដុមរមនានិងសុខសប្បាយនៅក្នុងជីវិតរបស់ពពួកសត្វទាំងនោះនៅថ្ងៃមួយសត្វជ្រូកចេញដំណើរទៅរកស៊ីជាធម្មតាស្រាប់តែដាក់ភ្នែកទៅប្រទះឃើញសត្វខ្លាទីតើមិនស្រួលទេអញទៅហើយជាធម្មតាខ្លាវាឃើញសត្វដូចអញនេះវាមិនដែលលើកលែងឲ្យទេចាប់ធ្វើចំណីភ្លាមតែថ្ងៃនេះហេតុអីបានជាវាមិនដេញចាប់អញស៊ីអញ្ចឹងប្រហែលជាមានរឿងអីខុសពីធម្មតាហើយមើលទៅនោះខ្ញុំបថុយទៅមើលវាម្ដងទៀតសិនអូម្ចាស់ទឹកម្ចាស់ដីអើយសូមជួយជីវិតខ្ញុំផងខ្ញុំផ្ញើជីវិតលើម្ចាស់ទឹកម្ចាស់ដីហើយណាបើមានរឿងអីសូមជួយកូនចៅឲ្យរួចផុតពីទុក្ខភ័យនេះផងកូនចៅនឹងសែនក្បាលជ្រូកជួបខ្ញុំតើជ្រូកព្រៃភ័យណាស់ដើរលបទៅរកសត្វខ្លាដែលកំពុងអង្គុយធ្វើសមាធិសត្វខ្លាឃើញហើយក៏ស្រែកប្រាប់ទៅសត្វជ្រូកវិញថាចូលមករកយើងចុះយើងមិនធ្វើអីឯងទេឯងមើលចុះមានពពួកសត្វជាច្រើនពួកគេមកស្ដាប់ធម៌អាត្មាណាអាត្មាជាខ្លាចាំសិលទេគឺសិលតែអំពីទេតែសែងអ៊ីណាខន្តីញោមខន្តីចូលមករកយើងចុះយើងនឹងជួយឲ្យឯងរួចផុតពីអណ្ដូងកម្មណាតាំងពីកើតមកខ្ញុំមិនដែលឃើញសត្វខ្លាតាំងសិលសោះខ្ញុំដូចជាមិនជឿទុកចិត្តបងឯងទេបងឯងធ្វើបែបនេះតើបងឯងបានអីធ្វើជាអាហារឆីទៅបងកំភៃកំព្រួយអីអាត្មាមិនឆីឯងទេបើអញចេះឆីនោះពពួកសត្វទាំងអស់នោះមិនអាចរស់រានមានជីវិតមកដល់ពេលនេះទេឯងមើលចុះណោះពពួកគេសប្បាយរីករាយណាស់អញ្ចឹងចេះទៅឯងធ្វើជាកូនសិស្សយើងទៅហើយហៅយើងថាព្រះចៅកាន់សិលទៅចោះកុំបារម្ភអីណាយើងការពារឯងនិងកូនឯងមិនឲ្យមានអ្នកណាមកបៀតបៀនទេស្អីគេឆៃនឹងលោកតាគឺខ្លាចង់ស៊ីឯងនោះអីលោកតាកុំញ៉ៃនឹងកំណាយណានិយាយដល់ត្រង់ពាក្យឆៃធ្វើឲ្យខ្លាស្រក់ទឹកមាត់ច្រោកកើតក្តីអត់ទ្រាំពំបានក៏ព្រោះដាច់អាហារជាច្រើនថ្ងៃមកហើយសំណួរសួរថាតើសត្វខ្លាអត់ទ្រាំបានទេបើឃើញសាច់ស្រស់នៅចំពោះមុខយ៉ាងដូចនេះនោះកំភៃអីមនាលទាំងឡាយយើងមិនស៊ីពួកឯងទេនេះគ្រាន់តែជាកម្លាំងកម្មរបស់យើងដែលបាននៅសេសសល់កាលពីជាតិមុនមកទេចូលអ្នកទាំងអស់គ្នាទៅរកកន្លែងគួរសមចោះអូយខ្ញុំនឿយហត់ណាស់ហើយខ្ញុំទៅសម្រាកសិនហើយណាស្អីទៅលោកតាមនាលទាំងឡាយទៅសួរសិស្សយើងវិញចោះនោះកញ្ជ្រោងឯងប្រាប់មនាលនេះផងណាខ្ញុំក៏មិនសូវដឹងដែរបើប្រើពាក្យសិតតែសល់នោះខ្ញុំប្រាប់ឯងប្រហែលទៅចោះគឺមនាលពីខោទាំងឡាយមានន័យយ៉ាងណានោះចាំ
ទៅសួរលោកគ្រូព្រះចៅអធិការកាន់សិលទៅចោព្រោះគាត់ដឹងរឿងច្រើនណាស់ ណែមនាលទេវតាចិត្តល្អយើងបានទុកពេលឲ្យឯងថែរក្សាខ្លាចាំសិលនេះជាយូរយារណាស់មកហើយឯងបានបំពេញការងារបានល្អណាស់ ធ្វើឲ្យសត្វខ្លាធ្លាប់តែចេះស៊ីសាច់ស្រស់ៗបែរជាមកកាន់សិលជំនួសវិញសត្វខ្លានេះបានធ្វើអំពើល្អច្រើនណាស់វាសំលមមអញចូលមកថែរក្សាវិញម្ដងហើយចូលឯងចុះចេញទៅទេវតាចិត្តល្អមិនចង់ចុះចេញពីតំណែងនេះទេបារម្ភក្រែងអំពើល្អរបស់ខ្លួនដែលបានសាងទុកនៅក្នុងខ្លួនខ្លានេះคล้ายទៅជាអាសាបង់ប៉ុន្តែពេលវេលាត្រូវបដូរវេនត្រូវតែចុះចេញពីតំណែងនៅពេលនោះជាឱកាសល្អទេវតាចិត្តអាក្រក់ក៏ហក់ចូលទៅក្នុងខ្លួនខ្លាចាំសិលមួយរំពេចស្រាប់តែនៅពេលនោះខ្លាចាំសិលបើកភ្នែកឡើងក្រហមបញ្ចេញសំឡេងរត់ចុះរត់ឡើងតក់ក្រហល់ចង់រកស៊ីសាច់ស្រស់ៗមួយរំពេចអញចិញ្ចឹមសត្វទាំងអស់នេះជាយូរយារណាស់មកហើយថ្ងៃនេះពួកវាមួយធំធាត់ល្អណាស់ ជាពិសេសសត្វជ្រូកព្រៃនោះតែម្ដងថ្ងៃនេះអញត្រូវតែស៊ីជ្រូកព្រៃនេះឲ្យទាល់តែបានគិតរកមជ្ឈបាយបោកវាសិនអូនឹកឃើញហើយអញធ្វើពុតជាឈឺហើយហៅវាមកឲ្យកោះខ្យល់អញមិនបងអង្គយូរទេសត្វខ្លាបានធ្វើពុតជាឈឺដេកនៅនឹងកន្លែងហើយក៏ស្រែកទៅកាន់សេនារបស់ខ្លួនថាណែមនាលកញ្ជ្រោងឯងមកនេះយើងមានការងារឲ្យឯងធ្វើណាចូលឯងទៅប្រាប់សត្វជ្រូកព្រៃថាយើងឈឺហើយនៅពេលនេះហើយឲ្យមកកោះខ្យល់ឲ្យយើងណាលោកតាអើយខ្ញុំស្ដាប់យូរទៅដូចជាចង់ធ្វើមកហើយលោកតាមានទេវតាល្អមានទេវតាអាក្រក់ផងសាច់រឿងនេះវានឹងទៅជាយ៉ាងណាទេលោកតានេះឆ្ងល់សួរតែលោកតាមិនគុំសួរអញផងអញចេះមិនចាញ់លោកតាទេអើយសេម៉ងនៅលើគីបាទាចោះទាវិញនៅទីណាពាក្យថាសេនានេះមានអត្ថន័យច្រើនណាសេម៉ងសេទាសេរបស់អាចេនៅត្រង់ណាខ្ញុំមិនដឹងទេអើយរីខ្ញុំខំតែប្រឹងស្ដាប់ស្មានតែក្រនបាហេតុអីបានមកសួរខ្ញុំវិញអូចៅពាក្យនេះណាគឺអ្នកហែហមឬអ្នកការពារអ្នកធំណាម្នាក់កាលពីចំនួនមុនគេសម្គាល់ថាពពួកសេនាគឺក្រុមមនុស្សទាំងឡាយណាដែលនៅចាំការពារអ្នកដែលមានបុណ្យស័ក្តិធំដូចជាការពារព្រះមហាក្សត្រឬមន្ត្រីជាដើមណានៅក្នុងពេលជាមួយគ្នានោះដែរកូនជ្រូកព្រៃបានស្ដាប់សម្ដីខ្លាថាចង់ស៊ីឪពុករបស់ខ្លួនមិនបងអង្គយូរទេកូនជ្រូកព្រៃក៏រត់ទៅប្រាប់ឪពុករបស់ខ្លួនព្រាមពុកអម្មិញនេះខ្ញុំបានឮសម្ដីខ្លាថាចង់ស៊ីសាច់របស់ពុកថ្ងៃនេះបើមានអ្នកណាគេមករកហៅពុកឲ្យទៅជួយកក់ខ្យល់ឲ្យខ្លានោះពុកមិនទៅឲ្យសោះណាប្រយ័ត្នចាញ់បោកគេវាបោកពុកទៅឲ្យខ្លានោះស៊ីទេអូមែនអីកូនឯងនឿយហត់ណាស់ហើយមើលទៅថ្ងៃនេះអើយរត់លេងច្រើនហើយមើលទៅទាល់តែរវើរវាយអញ្ចឹងកុំថាឲ្យលោកម្ចាស់អញ្ចឹងអីវាបាបណាកូនយើងរស់នៅទីនេះជាយូរយារណាស់មកហើយមិនដែលឮថាលោកម្ចាស់ចេះស៊ីសាច់អ្នកណាម្នាក់នោះទេមិនយូរប៉ុន្មានសត្វកញ្ជ្រោងក៏បានមកហៅសត្វជ្រូកតាមពាក្យបណ្ដាំរបស់ខ្លាមែនអូមនាសត្វជ្រូកព្រៃអើយ
ឥឡូវនេះលោកម្ចាស់ខ្លាចចាំសិលបានធ្លាក់ខ្លួនឈឺជាទម្ងន់ហើយលោកម្ចាស់ដេករវើរវាយស្រែកហៅតែឈ្មោះជ្រូកឯងចូលឯងទៅមើលលោកម្ចាស់ផងគាត់ឈឺធ្ងន់ណាស់ហើយកុំភ្លេចយកសេនទៅជួយកោសខ្យល់គាត់ផងណាជ្រូកព្រៃបានឮយ៉ាងដូច្នោះមិនបងអង្គយូរទេក៏ធ្វើដំណើរទៅកាន់ផ្ទះរបស់លោកម្ចាស់ភ្លាមគាត់ដើរមិនដើរគិតមិនដើរ យីកូនអញប្រាប់នេះវាជារឿងពិតឬក៏คล้ายคล้ายໄວហើយធ្វើយ៉ាងណាទៅណអារម្មណ៍នេះខ្ញុំធ្លាប់មានពីមុនមកហើយហើយពិបាកចិត្តណាស់ហើយបើវានឹងកើតក៏ឲ្យវាកើតទៅចោះស្រេចតែព្រំលិខិតទៅចោះសម្លាញ់មួយរយៈនេះខ្ញុំសង្កេតឃើញពុករបស់ខ្ញុំគាត់ដូចជាចម្លែកណាស់មិនសូវចាញ់មកធ្វើសមាធិដូចមុនទេគាត់សំងំនៅតែក្នុងផ្ទះគាត់រវើរវាយមិនដឹងជានិយាយអីទេខ្ញុំគិតថាវាចម្លែកណាស់ពុកម៉ាមែនហើយខ្ញុំបានប្រាប់ឪខ្ញុំដែរថាឲ្យប្រុងប្រយ័ត្នខ្លួនប្រយ័ត្នខ្លាស៊ីតែគាត់មិនជឿសោះខ្ញុំមិនដឹងជាធ្វើយ៉ាងណាទេខ្ញុំបារម្ភណាស់កូនសត្វទាំងពីរបាននាំគ្នារិះរកគ្រប់មធ្យោបាយដើម្បីការពារសត្វនៅទីនោះពួកគេបានធ្វើទ្រុងមួយយ៉ាងធំដើម្បីដាក់អន្ទាក់ឃុំសត្វខ្លាចាំសិលនោះមិនយូរប៉ុន្មានជ្រូកព្រៃក៏បានមកដល់ផ្ទះលោកម្ចាស់ដោយសេចក្តីស្រែកឃ្លាននឹងតក់ក្រហល់ចង់ស៊ីសាច់ជ្រូកសត្វខ្លាឃើញសត្វជ្រូកហើយក៏រត់ទៅជគ្រុបសត្វជ្រូកតែម្ដងនៅពេលនោះសត្វខ្លាក៏បានធ្លាក់ចូលទៅក្នុងទ្រុងដែលកូនរបស់គេធ្វើត្រៀមទុកបានហើយខ្ញុំជឿហើយថាមហិទ្ធិឫទ្ធិរបស់ឯងពិតជាខ្លាំងណាស់គ្រាន់តែចូលមកកាន់ថែរក្សាភ្លាមសត្វខ្លាធ្លាប់តែកាន់សិលក៏คล้ายទៅជាសត្វខ្លាសាហាវអញ្ចឹងខ្ញុំសូមមកថែរក្សាជំនួសវិញចូលឯងចុះចេញទៅខ្ញុំមិនចង់បោះបង់នៅអំណាចអាក្រក់របស់ខ្ញុំទេណាហើយអំណាចអាក្រក់មានឈ្មោះមិនល្អទេចូលឯងថែរក្សាពពួកសត្វទាំងអស់នេះឲ្យមានសេចក្តីសុខចោះខ្ញុំមិនរារាំងផ្លូវឯងទៀតទេខ្ញុំលាសិនហើយដោយសារមហិទ្ធិឫទ្ធិរបស់ទេវតាល្អនិងកម្លាំងសាមគ្គីរបស់កូនបូកនឹងផលបុណ្យសត្វជ្រូកបានសាងទុកកាលពីជាតិមុនក៏បានជួយស្រោចស្រង់ជីវិតរបស់ពពួកសត្វនៅពេលនោះឯងរឿងនេះក៏បានបញ្ចប់ទៅហើយបាទខ្ញុំសង្ឃឹមថាលោកអ្នកនឹងចូលចិត្តសូមជួយចុច Subscribe ផងបាទមនុស្សយើងម្នាក់កើតមករមែងតែមានកម្មជាប់មកជាមួយនឹងខ្លួនដូចគ្នាមិនតិចក៏ច្រើនដែរបើយើងកើតមកជាមនុស្សហើយសូមសាងអំពើល្អឲ្យបានច្រើនដូចនៅក្នុងសាច់រឿងនេះអញ្ចឹងសត្វខ្លាសញ្ជាតិសញ្ញាណរបស់វាជាសត្វស៊ីសាច់ជាអាហារហេតុអីបានជាបែរមកកាន់សិលវិញមនុស្សយើងក៏ដូចគ្នាដែរមនុស្សដែលធ្លាប់ធ្វើអំពើអាក្រក់ក៏អាចបែរមកធ្វើអំពើល្អវិញបានដែរមានមនុស្សជាច្រើនណាស់រងចាំអបអរសាទរការវិលត្រឡប់មកធ្វើអំពើល្អវិញហេតុអីបានជាអំពើអាក្រក់ងាយសាងម្លេះបើអំពើល្អហេតុអីក៏ពិបាកធ្វើទៅវិញកុំសោយសុខលើគំនរទុករបស់អ្នកដទៃធ្វើបុណ្យបានបុណ្យធ្វើបាបបានបាបធ្វើអាក្រក់បានអាក្រក់សូមសេចក្តីសុខចូលមានដល់គ្រប់ក្រុមគ្រួសារនៅពេលនេះខ្ញុំបាទសូមជម្រាបលា